សួស្តីប្រិមិត្តអ្នកស្នេហាវិស័យកីឡាបាល់ទាត់ជួបបាទអេមីនសាជាថ្មីយប់នេះអេមីនមាន3គូទៀតហើយសម្រាប់តើអូនការប្រកួតនៅអង់គ្លេសបាទរវាងក្រុមចំណែកទៀតបាទគឺខាងហូត្រាហ្វតទទួលក្រុម Brentford ការប្រកួតនៅអ៊ីតាលី Serie A បាទក្រុម Cagliari ទទួលក្រុម Atalanta ខណៈដែលក្រុម Lazio ក្រុម Udinese បាទក៏មកទៅយូរចូលមកដល់ការវិភាគរបស់អេមីនតែម្ដងគូទី1ការប្រកួតរវាងក្រុម Manchester United ជាមួយនឹងក្រុម Brentford បច្ចុប្បន្នក្រុម Manchester United រក្សាតំណែងលេខ3ដោយមាន58ពិន្ទុក្រុមការប្រកួតតាម3លើកបាទណាស់ដែលក្រុម Brentford បច្ចុប្បន្នមានលេខរៀងទី9មាន48ពិន្ទុក្រុមការប្រកួត33ប្រកួតដូចគ្នា Manchester United បាទជំនួបជួបគ្នាជាមួយនឹង Brentford បាទ5ប្រកួតក្រោយ Man U ឈ្នះ2 Brentford ឈ្នះ2ហើយមួយប្រកួតជាងក្រោយនោះគឺ Brentford បាទឈ្នះ3-1បាទក្រៅដីប៉ុន្តែការប្រកួតនៅក្នុងទឹកដីរបស់ក្រុម Man U គឺ Man U មិនដែលចាញ់ទៅលើ Brentford នោះទេការប្រកួតចុងក្រោយរបស់ក្រុម Man U បាទគឺឈ្នះទៅលើបាទ Southampton Chelsea 1-0អាឡូចំណែកឯក្រុម Brentford វិញគឺស្មើជាមួយនឹងក្រុម Fulham 0-0នៅក្នុងទឹកដីសម្រាប់ការវិភាគគូទី1នេះ Admin គិតថាក្រុម Manchester United នឹងឈ្នះបន្តទៀតទៅលើក្រុម Brentford នៅក្នុងទឹកដី Old Trafford ដោយលទ្ធផល2-1ចូលមកដល់គូទី2ការប្រកួតរវាងក្រុមម្ចាស់ផ្ទះបាកាយ៉ូរីបាទទទួលក្រុម Atalanta ក្រុម Cagliari បាទក្រុមការប្រកួត5លើកតែជួបគ្នាជាមួយនឹងក្រុម Atalanta នោះគឺក្រុមពួកគេបាទឈ្នះតែ1លើកប៉ុណ្ណោះ Atalanta បាទឈ្នះ3លើកទៅហើយនឹងស្មើ1លើកបច្ចុប្បន្នមកក្រុម Cagliari បាទមានចំណាត់ថ្នាក់លេខ16មាន33ពិន្ទុក្នុងការប្រកួត33លើកចំណែកក្រុម Atalanta មានលេខរៀងទី7បាទត្រូវការពិន្ទុដើម្បីបញ្ចេញកៅអីលេងប្រព័ន្ធអឺរ៉ុបមាន54ពិន្ទុការប្រកួតចុងក្រោយរបស់ក្រុម Cagliari បាទគឺចាញ់ទៅលើក្រុម Inter Milan 3-0ហើយការប្រកួតរបស់ក្រុម Atalanta វិញភ្លេចគឺស្មើជាមួយក្រុម Roma បាទក្រៅដី1-1សម្រាប់គូទី2នេះបើតាមការវិភាគរបស់ Min បាទក្រុម Atalanta អាចនឹងយកឈ្នះបាន3ពិន្ទុបន្តទៀតជាមួយនឹងក្រុម Cagliari បាទដល់លទ្ធផល2-0ចូលមកដល់គូទី3វិញការប្រកួតរវាងក្រុមម្ចាស់ផ្ទះ Lazio ទទួលក្រុម Udinese បច្ចុប្បន្នមកក្រុម Lazio បាទមានចំណាត់ថ្នាក់លេខ9មាន47ពិន្ទុហើយក្រុម Udinese មានចំណាត់ថ្នាក់លេខ11មាន43ពិន្ទុកំពុងតែប្រទីងប្រជុំគ្នាជួបគ្នាបាទ5ប្រកួតចុងក្រោយបាទក្រុម Udinese បាទឈ្នះ1លើក Lazio ឈ្នះ2និងស្មើ2ប្រកួតការប្រកួតចុងក្រោយរបស់ក្រុម Lazio គឺធ្វើបានល្អមែនទែនបាទគឺយកឈ្នះជើងខ្លាំងប៉ុណ្ណាប៉ូលីក្រៅដីនោះបាទ2-0ចំណែកក្រុម Udinese បាទគឺចាញ់ទៅលើក្រុម Parma ក្នុងដីរបស់ខ្លួនបាទ1-0សម្រាប់ការវិភាគគូទី3នេះបាទតាមនឹងគិតបាទក្រុម Lazio នឹងឈ្នះការប្រកួតយប់នេះជាមួយក្រុម Udinese តែម្ដងបាទដោយលទ្ធផល3-1បងប្អូនយល់យ៉ាងណាសម្រាប់ការវិភាគរបស់ Admin កុំភ្លេច comment នៅក្នុងវីដេអូមួយនេះបាទជួយចុច like subscribe ដើម្បីទទួលបានវីដេអូថ្មីៗកុំភ្លេចជួបគ្នានៅវីដេអូក្រោយ